នេះហើយជីវិតកម្មករកាត់ដេរបាទឥឡូវចេញហើយមក6ទឹកកន្លះហើយអត់មានមេរលឹមផងយើងជួយចាប់ទាំងលំអទាំងលំអអ្វីដែលខ្ញុំបានអាណិតអាសូរនិយាយថាបងប្អូនកម្មការនីបាទគាត់ធ្វើការបានប្រាក់ខែប្រហែលជាប្រាក់ខែកូន$120ទេបាទហើយត្រូវចំណាយលើទឹកលើភ្លើងលើបន្ទប់ជួលហើយអ្វីដែលអាសូរនោះគឺថាគ្នាធ្វើការ8ម៉ោងតែហត់នឿយហើយពេលចេញទៅវិញហ្នឹងมันបានมันមានយានជំនិះជិះឲ្យបានស្រួលបួលទេបាទគឺគ្នាឈរតែម្ដងបាទឥឡូវភ្លៀងទៀតអញ្ចឹងខ្ញុំសំណូមពររដ្ឋាភិបាលបាទគួរតែគិតគូរពីបញ្ហាសុវត្ថិភាពសុខទុក្ខដល់គ្នាផងបាទអាចឲ្យក្រុមហ៊ុនរោងចក្រនីមួយៗនេះបាទមានជារថយន្តក្រុងទៅឲ្យគ្នាអង្គុយបានអីផងហត់នឿយ8ម៉ោងពេញមួយថ្ងៃហើយទៅផ្ទះវិញត្រូវឈរខ្លះហ្នឹងដល់ទៅកន្លះម៉ោងឬក៏1ម៉ោងជាងបានទៅដល់ផ្ទះគេមើលចឹងអត់សុវត្ថិភាពទេបាទយើងមើលលំអជីបាទមើលឡានទៅឈរចឹងនយោជកបាទគួរតែគិតគូរដល់បញ្ហាសុវត្ថិភាពនិងសុខទុក្ខគ្នាផងគួរតែមានរថយន្តជាវ៉ែនឬក៏ជារថយន្តក្រុងបាទឲ្យគ្នាបានអង្គុយទៅបាទបានជជែកបានអីខ្លះផងបាទគ្នាហត់នឿយពេញមួយថ្ងៃហើយកម្មកររាប់ម៉ឺននាក់បាទឥឡូវនេះមិនកំពុងតែភ្លៀងបាទយើងមើលចុះម៉ោង6ទៅហើយអត់ទាន់បានទៅដល់ផ្ទះទេបាទយើងមើលចុះជាសកម្មថារដ្ឋាភិបាលនឹងគិតគូរដល់សុវត្ថិភាពនិងសុខទុក្ខដល់កម្មការនីផងឲ្យមានជារថយន្តក្រុងបាទឬក៏ជាវ៉ែនជូនគ្នាឲ្យបានទៅដល់ផ្ទះផងបាទ